ចាសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងក្រោយនេះខ្ញុំនេះគឺជាអង្គក៏ដូចជាស្បៀងដែលយើងត្រៀមនឹងយកចែកជូនទៅដល់បងភាសឹកដែលគាត់នៅធ្វើការភាសឹកនៅឡើយមិនទាន់បានត្រឡប់ទៅផ្ទះនៅចំនួន96គ្រួសារទៀតហើយមិនត្រឹមតែយើងយកទៅចែកជូនបងភាសឹកទេលើកនេះគឺយើងមានដូចជាសាច់ជ្រូកមានដូចជាទឹកសុទ្ធហើយនឹងថវិកាខ្លះយកទៅចែកជូនទៅដល់បងវរៈកងទ័ពអញ្ចឹងបងប្អូនទាំងអស់គ្នាចាំទស្សនាមើលជាមួយនឹងមូលនិធិអេងម៉ាណងដើម្បីអ្នកថាតើមូលនិធិអេងម៉ាណងដើម្បីអ្នកនេះធ្វើទៅហើយប្រម៉ូបានថវិកាប្រម៉ូបានស្បៀងយកទៅចែកជូនពិតប្រកបអត់ចាគឺយកទៅចែកជូនពិតប្រកបអញ្ចឹងបងប្អូនទាំងអស់គ្នាចាំទស្សនាជាមួយនឹង page មូលនិធិអេងម៉ាណងដើម្បីអ្នកទាំងអស់គ្នាគឺយើងធ្វើទៅដោយបេះដូងដោយការស្រឡាញ់ដោយការជួយដោយការពេញចិត្តទាំងអស់គ្នាហើយមិនមែនតែខ្ញុំម្នាក់ឯងទេគឺមានធីមខ្ញុំទាំងអស់គ្នាដែលពួកគាត់ស្ម័គ្រចិត្តនិយាយទៅគឺសកម្មមែនតែនក្នុងការធ្វើមូលនិធិនេះឡើងហើយក៏អរគុណដល់ពួកគាត់ចាដែលគាត់ពេញចិត្តនឹងដើរផ្លូវជាមួយនឹងយើងខ្ញុំនឹងនាងខ្ញុំចាអរគុណចាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងចាំទៅទស្សនាមើលបន្តទៀតហើយថាតើយើងបានស្បៀងបានអង្គបានអីហើយយើងយកទៅខាងណាដោយដែលនេះខ្ញុំជម្រាបជូនអញ្ចឹងគឺមិនត្រឹមតែបងភេសឹកក៏ដូចជាបងវរៈកងតបទេគឺមានដល់លោកតាលោកយាយដែលគាត់រស់នៅខ្លួនទីពឹងខ្លួនហើយនឹងយើងនិយាយទៅមូលនិធិយើងគឺឃើញត្រង់ណាយើងជួយត្រង់ហ្នឹងហត់អីពេកមកនេះនិយាយម៉ាត់នេះអត់ហត់អីបន្តិចនិយាយក្នុងកាមេរ៉ាទៀតណាមកយកចូលមកនេះធីមយើងធីមសកម្មនេះហើយនៅពីរអ្នកទៀតអង្គុយចូលមកមួយម៉ាត់មកកចូលមួយគ្នាមកបងតោះនិយាយអូនគាត់ថតអីមកនិយាយគេបងនិយាយអីអារម្មណ៍ពិតប្រកបថាយើងពិតជាបានធ្វើពិតជាអីមែនបើរឿងថាពិតជាបានធ្វើដូចជាបងប្អូនឃើញនៅក្នុង page ដែលបងនងគាត់ផុសគឺសកម្មភាពពួកខ្ញុំគឺមានជាហោហែមិនថាការរៃអង្គាសជាថវិកាដែលធ្វើមូលនិធិក៏ដូចជាចែកស្បៀងជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភេសឹករួមទាំងប្រជាពលរដ្ឋខ្មែរដែលយើងជួបប្រទះនៅតាមផ្លូវឃើញថាពួកគាត់មានជីវភាពខ្វះខាតពួកគាត់ពិតជាជនទូរគតពិតប្រាកដមែនហើយដូច្នេះពួកយើងទាំងអស់គ្នានៅតែបន្តធ្វើសកម្មភាពប្រមូលមូលនិធិរហូតដល់ប្រទេសជាតិរបស់យើងទទួលបានសុខសន្តិភាពហើយការដែលពួកយើងធ្វើនេះបើនិយាយថាអត់ហត់បានន័យថាពួកយើងក៏ហត់អីប៉ុន្តែគ្រាន់ថាហត់មែនតែហត់ដោយក្តីសប្បាយចិត្តពួកឲ្យយើងជាខ្មែរដូចគ្នាយើងបានជួយខ្មែរគ្នាឯងពួកអត់មានជាតិសាសន៍ណាមកជួយយើងតាន់ពេលវេលាដូចតែយើងជាខ្មែរគ្នាឯងជួយគ្នាទេដូច្នេះតិចក្តីច្រើនក្តីយើងជួយគ្នាបន្តរហូតដល់យើងទាំងអស់គ្នាទទួលបានសុខសន្តិភាពទាំងអស់គ្នាអរគុណយន់មកពួយសុំម្នាក់មួយម៉ាត់មកចានិយាយរួមទៅមូលនិធិអេងវ៉ាណង13នាក់បើបងប្អូនបានចូលរួមជាមួយនឹងមូលនិធិនេះដោយបងប្អូនទៅដាក់ដោយផ្ទាល់ដៃអញ្ចឹងព្រោះរាល់សកម្មភាពឬក៏ចំនួនដែលយើងទទួលបានគឺយើងមានផុសនៅលើ page ហើយសកម្មភាពទាំងអស់គឺពិតជាទៅដល់ទីតាំងពិតប្រាកដបងប្អូននឹងមានភាពកក់ក្ដៅហើយជឿជាក់មកលើ team អេងវ៉ាណង13នាក់ជួយគ្នាក្នុងគ្រានេះគឺពិតជាល្អមែនទែនសាមគ្គីគឺខ្មែរឈ្នះ Thank you បានហើយបងនិយាយម៉ាត់បានសុខចិត្តទៅលឿនហ្នឹងហើយបងប្អូនទាំងគ្នាដោយសារអ្នកខ្លះក៏អត់សូវជឿអ្នកខ្លះអីចឹងណាប៉ុន្តែជាក់ស្ដែងមូលនិធិអេងម៉ាណង13នាក់គឺបានចុះទៅដល់ទីតាំងពិតប្រាកដហើយគឺថវិកាដែលរែងគៀសមកក៏ដូចជាចូលរួមសកម្មភាពផ្សេងគឺទៅដល់ទីតាំងពិតប្រាកដមែនគឺជឿលើអេងម៉ាណង13នាក់បាទអរគុណជំរាបលា